ឲ្យចំការដូងខុសពីដួងដូងដែលយើងយកមកចិញ្ចឹមបាទសួស្តីបងប្អូនទាំងអស់គ្នាដែលតាមដាន channel របស់ channel ពស្រួចបាទថ្ងៃនេះមានវីដេអូពីរបៀបយើងយកមេកញ្ចែដូងឬមកដួងដូងហ្នឹងយកមកត្រៀមសម្បុកឲ្យវាពងដាក់ជារបៀបកន្លែងដែលយើងចិញ្ចឹមដង្កូវដួងឬមកក៏ដួងដូងបាទវាខុសគ្នាដួងនៅចកាដូងដែលគេកម្ចាត់វាចេញហើយចំណែកដួងដូងដែលយើងមកចិញ្ចឹមគឺយើងយកមេវាមកដើម្បីឲ្យវាបង្កាត់ជាមេជាឈ្មោលដើម្បីបន្តពូជនៅក្នុងកន្លែងដែលយើងដាក់រៀបចំឲ្យវាបានពងបានអីភ្ញាស់បាទនេះជារបៀបដែលខ្ញុំភ្ញាក់ដែលខ្ញុំដាក់ឲ្យវាកន្លែងសម្បុកឲ្យវាដាក់ពងអញ្ចឹងវាមានអីទេបងប្អូនមានដូចជាកន្ទូមានដូចជាស្រកីដូងដែលគេកាប់ទឹកហូបហ្នឹងមានបើយើងមានអំពៅក៏ដាក់បានបើបងប្អូនអាចមានចេកទុំយើងដាក់អាចយើងរៀបហើយយើងអាចដាក់តាមក្រោយទៀតក៏បានដែរបងប្អូនមានដូចជាចេកទុំដូចជាអំពៅខ្នោទុំប្រភេទនេះវាជួយជំនួយដល់ពងកញ្ចែរបស់យើងវាមានពងច្រើនបងប្អូនណាបាទអញ្ចឹងវិធីងាយៗគឺមានតែប៉ុណ្្នឹងឯងបងប្អូនអាចធ្វើតាមបានណាបងប្អូនងាយស្រួលឆ្ងាញ់បងប្អូនអូខេជួបនៅវីដេអូក្រោយហើយនឹងជួយ Subscribe ម្នាក់មួយផងបងប្អូនបាយបាយ